ឈានចូលដល់ជីវិតនៅក្នុងសាកលវិទ្យាល័យគឺមានរឿងជាច្រើនដែលយើងត្រូវធ្វើពេលខ្លះត្រូវអភិវឌ្ឍខ្លួនផងត្រូវទៅរៀននៅសាលាផងហើយអ្វីដែលសំខាន់ទៀតហ្នឹងគឺឃើញមិត្តភ័ក្តិជុំវិញខ្លួនយើងគេធ្វើការងារស្ម័គ្រចិត្តផងគេធ្វើ internship ផងគេទៅ exchange program នៅក្រៅប្រទេសផងគឺពិតជាមានរឿងជាច្រើនដែលយើងត្រូវដឹងហើយយើងក៏ចង់ធ្វើដូចគេដូចឯងដែរបើសិនជាយើងប្រៀបធៀបគ្នាប៉ុន្តែដល់ចំណុចនេះតើអ្នកទាំងអស់គ្នាឆ្ងល់ថាធ្វើមិនទៅយើងអាច balance ឬក៏ធ្វើឲ្យការសិក្សារៀនសូត្ររបស់យើងនឹងនៅតែបានបន្ទូល្អក៏ប៉ុន្តែចូលរួមនៅក្នុងសកម្មភាពជាច្រើនផ្សេងទៀតអស់បារម្ភហើយអ្នកទាំងអស់គ្នាខ្ញុំសូមចែករំលែកពាក់ព័ន្ធជាមួយនឹងកម្មវិធីមួយដែលអត់មានគិតថ្លៃអ្វីទាំងអស់គឺនៅថ្ងៃទី31ខែមករានេះគឺអ្នកទាំងអស់គ្នាអាចអញ្ជើញចូលរួមបានតាមរយៈការចុះឈ្មោះប៉ុន្តែសូមចុះឈ្មោះឲ្យលឿនណាដោយសារជ្រើសយកតែ20រូបតែប៉ុណ្ណោះដើម្បីចូលរួមនៅឯបំណង Housing សាខាទី5ហើយអ្នកទាំងអស់គ្នាអាចអញ្ជើញរៀនសូត្រពីវាគ្មិនកិត្តិយសរបស់យើងបានតាក់ទងជាមួយនឹងវិធីដើម្បីឲ្យយើងមានតុល្យភាពនៅក្នុងការសិក្សារៀនសូត្រព្រមជាមួយនឹងការដែលយើងធ្វើការងារស្ម័គ្រចិត្តការងារសង្គមនិងរឿងផ្សេងជាច្រើនទៀតនៅក្នុងជីវិតក្នុងនាមជានិស្សិតសាកលវិទ្យាល័យអញ្ចឹងនៅចាំអីទៀតបើអ្នកទាំងអស់គ្នាជានិស្សិតសាកលវិទ្យាល័យឬមួយក៏ជាសិស្សវិទ្យាល័យហើយកំពុងតែគិតថាអូខ្ញុំចង់ដឹងថានៅសាកលវិទ្យាល័យគេធ្វើអីខ្លះកុំភ្លេចអញ្ជើញចូលរួមទាំងអស់គ្នានៅថ្ងៃទី31ខែមករានេះខ្ញុំអត់បាននៅផ្ទាល់ទេដោយសារបច្ចុប្បន្ននេះខ្ញុំអត់នៅក្នុងបរិយាកាសជាអ្នកកម្ពុជាយើងទេប៉ុន្តែខ្ញុំនឹងព្យាយាមត្រឡប់ទៅវិញនិយាយទៅចុះពីយន្តហោះភ្លាមគឺព្យាយាមទៅវិញឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបានសង្ឃឹមថាអាចនឹងបានជួបអ្នកទាំងអស់គ្នាតែអត់មានសន្យាមុននេះណាដោយសារខ្ញុំខ្លាចថាបើសិនជាយន្តហោះមានការយឺតយ៉ាវអីគឺខ្លាចអត់បានជួបគ្នាប៉ុន្តែគឺនឹងមានបងបៀលដែលគាត់ជាវាគ្មិនកិត្តិយសដល់ពូកែមួយរូបហើយថែមទាំងមានក្រុមការងារនៅបំណងហើយបើអ្នកទាំងអស់គ្នាចង់ជួបមិញហៀងអីគឺគាត់នៅបំណងស្រាប់ទៀតអញ្ចឹងកុំភ្លេចចូលរួមឲ្យបានច្រើនទាំងអស់គ្នាហើយដាក់ពាក្យឲ្យលឿនណាអ្នកទាំងអស់គ្នាអត់មានអស់ថវិកាអ្វីទាំងអស់គ្រាន់តែបំពេញព័ត៌មានឲ្យអ្នកទាំងអស់គ្នាអាចអញ្ជើញចូលរួមបានអត់ហើយបើសិនជាអ្នកទាំងអស់គ្នាត្រូវបានជ្រើសរើសក្រុមការងារនឹងតាក់ទងទៅផងដែរអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតពីនាងខ្ញុំសេងរស់សិដ្ឋាមនី